សម្ពុទ្ធព្រះអង្គលោកថាកុំឲ្យយកអារម្មណ៍ទៅដាក់ជាមួយនឹងទុក្ខវេទនាដែលវាកើតហើយអ្វីដែលយើងមិនអាចយកអារម្មណ៍ទៅដាក់ជាមួយទុក្ខវេទនាដែលកើតគឺយើងទទួលព្រមយកអាហ្នឹងទទួលព្រមមិនទទួលព្រមថាដល់ពេលដល់វេលាចាស់តែចាស់ឈឺអាណាក៏ឈឺហ្នឹងកុំគិតច្រើនណាហ្នឹងតែចាស់ឈឺហ្នឹងខ្ញុំក៏ឈឺតាណាក៏ឈឺយាយណាក៏ឈឺឲ្យតែចាស់ត្រូវតែឈឺទាំងអស់ហ្នឹងដូចគ្នាគេក៏ដូចខ្ញុំក៏ដូចគេមិនមែនឈឺតែយើងឯណាព្រោះព្រះសម្ដែងថាសន្តិហោរីរូបរាងកាយពោតិស្អុយរោគកណិតធាំងជាសម្បុកនៃរោគបឋាំងគុណังជារបស់ពុកផុយអញ្ចឹងមានន័យថារោគកណិតធាំងជាសម្បុកនៃរោគរូបយើងហ្នឹងណាព្រះលោកថាជាសម្បុកនៃរោគហើយមែនម្នាក់រាល់ថ្ងៃយើងជួបគ្នាមិនដែលសួរអីសួរតែរឿងឈឺហ្នឹងមែនទេយាយដោយសារអីដោយសាររូបយើងហ្នឹងវាផ្ទុកទៅដោយជំងឺឈឺនេះឈឺនោះគ្រប់គ្នាអញ្ចឹងមកទៅគិតអញ្ចឹងអញតែចាស់វាឈឺហើយនឹងកុំយកអារម្មណ៍ទៅដាក់ជាមួយអាឈឺនឹងច្រើនពេកគេក៏ឈឺយើងក៏ឈឺដូចអាគ្នាមិនណាអត់ឈឺហ្នឹងសំបីតែក្មេងខ្លះមិនបានបញ្ជន់វែងដូចម៉ាផងម៉ាម៉ែនហើយ76ហើយអ្នកខ្លះទៅមួយខ្សែជាងអីទៅពីចូលពេទ្យវះកាត់ហើយចង់20 30ធ្នេហើយហ្នឹងអញ្ចឹងឈឺនឹងឈឺដូចគ្នាអ្នកខ្លះមិនបានបញ្ជន់វែងនឹងសុខភាពបាននៅរឹងមាំដូចម៉ាផងម៉ាទៅគិតអញ្ចឹងដល់អញ្ចឹងទៅអារម្មណ៍របស់យើងនោះវាធ្វើឲ្យណាធូរស្រាលទៅអាជំងឺហ្នឹងក៏យើងអត់យកអារម្មណ៍ទៅដាក់ជាមួយអាជំងឺហ្នឹងទៀតវាធ្វើឲ្យចេះតែអារម្មណ៍ហ្នឹងស្រឡះទៅយើងសម្រានលក់ស្រួលយើងហូបបានសុខភាពយើងល្អប្រសើរមកវិញហ្នឹងអាហ្នឹងអញ្ចឹងហើយមកត្រូវគិតយកសរណៈជាទីពឹងកុំយកអវ័យដតីជាទីពឹងម៉ោងនេះខណៈនេះគ្មានអ្នកណាជាទីពឹងសម្រាប់យើងទេហើយក៏គ្មានខ្សែចកេះបាយសីអូមអាមស្រោចទឹកចាក់ទឹកឯណាជួយយើងបានដែរបើថាមិនស្រួលទៅពេទ្យកុំមិនស្រួលកុំនាំគ្នាទៅរកខ្សែចកេះកុំនាំគ្នាទៅស្រោចទឹកហ្នឹងមកនិយាយហ្នឹងមិនមែនមានន័យថាប្រសងស្រោចទឹកហ្នឹងជាការអត់ផលទេនឹងប្រពៃណាស់ព្រះបរិត្តហ្នឹងប្រែមកតែរារាំងប៉ុន្តែវាជួយយើងបានមួយផ្នែកមកឧទាហរណ៍ញោមឲ្យតែឃើញលោកសត្វតបកែទាំងអស់ឧបមាដូចយើងឃើញពេទ្យពាក់អាវពេទ្យយើងថាឲ្យតែពេទ្យបកែទាំងអស់ប៉ិនពេទ្យវាមានជំនាញណាញោមតត្រូវឲ្យត្រូវពេទ្យបានវិជាឧបមាតែពេទ្យពាក់អាវពេទ្យប៉ិនពេទ្យហ្នឹងពេទ្យមើលជំងឺទៅសៃជំងឺសើស្បែកហើយដល់ឯងឈឺកាពះទៅពេទ្យជំងឺសើស្បែកក៏ឃើញអាវពាក់អាវពេទ្យឯងទៅពេទ្យឃើញពាក់អាវពេទ្យដឹងឲ្យចូលទៅយកថ្នាំឲ្យអាពេទ្យហ្នឹងវាចេះផ្សំឲ្យវាពេទ្យសើស្បែកហើយយើងឈឺកាពះពោះវៀនហើយទៅដាក់មកជាពេទ្យដែរពេទ្យវាខុសរឿងដូចយើងទៅរកលោករកឲ្យត្រូវរឿងនឹងបើយើងទៅរកលោកយើងឈឺហើយយើងទៅរកលោកឲ្យស្រោចទឹកឲ្យជាជំងឺអាហ្នឹងស្មើនឹងយើងឈឺកាពះទៅរកពេទ្យសើស្បែកហើយប៉ិនបើយើងឈឺផ្លូវចិត្តពិបាកចិត្តដូចតែប្តីស្លាប់ប្រពន្ធស្លាប់កូនស្លាប់ឬក៏មានបញ្ហាទុក្ខវេទនាកើតឡើងតែបញ្ហាអីមួយតែថ្វាយអង្គមលោកដេចគុណសុំធរអប់រំផ្លូវចិត្តតិចមកអាហ្នឹងត្រូវរឿងនឹងលោកឲ្យធរអប់រំផ្លូវចិត្តយើងប៉ិនបើថាដេចគុណឲ្យខ្ញុំកណាសុំទៅត្រូវកតុយលេខមួយលេខមកដេចគុណជួយធ្វើម៉េចប្រាប់កតុយលេខមួយលេខមកអាហ្នឹងខុសរឿងដេចគុណឲ្យនឹងទៅស្រោចទឹកឲ្យខ្ញុំកណាជាជំងឺមកហើយទៅស្រោចមិនជាបលោកខ្លួនឯងពេលឈឺដេកពេទ្យដែរហ្នឹងបើស្រោចជាលោកស្រោចខ្លួនលោកហ្នឹងមិនចឹងប៉ិនយើងវាទៅរច្រើនទៅរបើខុសគោលដៅមិនមែនមានន័យថាឲ្យតែពាក់អាវពេទ្យសាចូលទៅត្រូវទាំងអស់ទេមិនមែនមានន័យថាឲ្យប្រសងក៏ឃើញប្រសងដឹងថាបកែគ្រប់ទៅរឿងទេវាតើឲ្យយើងប្រើឲ្យត្រូវរឿងប្រើឲ្យត្រូវមុខហ្នឹងមកត្រឡប់មកវិញយើងអត់ដើម្បីតាំងចិត្តស្ដាប់នៅព្រះធម៌ជាធម៌អាចឲ្យនៅសួរនៅព្រះនិព្វានជាធម៌របស់ព្រះអនាវរណញ្ញាណជាស្ដេចនៃអ្នកប្រាជ្ញដែលព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់យកបទនេះទៅប្រោសពុទ្ធមេដាផងប្រោសពុទ្ធបិតាផងប្រោសអគ្គសាវកផងប្រោសបរិស័ទផងអ្នកដែលកំពុងតែមានទុក្ខនឹងនៅក្នុងសរីរៈរាងកាយក៏ធ្វើឲ្យចិត្តនឹងរសាយទៅនៅសេចក្តីទុក្ខទាំងឡាយនោះអាស្រ័យដោយសារបានស្ដាប់នៅព្រះសទ្ធម្មអាស្រ័យដោយសារបានយល់នៅព្រះធម៌ធ្វើឲ្យចិត្តយើងដល់នៅសេចក្តីសុខស្ងប់ចឹងថ្ងៃនេះយើងស្ដាប់ទៅនៅសតិប្បដ្ឋានសូត្រជាធម៌ដែលយើងគួររលឹករឿយចំពោះខ្លួនយើងដើម្បីឲ្យចិត្តយើងស្ងប់សុខនឹងទាំងអស់គ្នារយៈពេលប្រហែលជា15ឬ20មីនិតមិនវែងទេដោយសារយោងតាមពេលវេលាកលៈទេសៈមកក៏អាចអង្គុយបានយូរនឹងចឹងសូមតាំងចិត្តទាំងអស់គ្នាណាញោមសូមអនុមោទនាអ្នកមត្ថុរតនតយសៈទូលព្រះបង្គំខ្ញុំព្រះករុណាម្ចាស់សូមលើកកំបងផ្គងអញ្ជលីគោរពនិងនមស្ការចំពោះ
ព្រះប្រជុំ3នៃបត្រៃរដ្ឋគឺព្រះពុទ្ធរដ្ឋ1ព្រះធម្មរដ្ឋ1និងព្រះសង្ឃរដ្ឋ1អាតរិអ្នកដោយសេចក្តីគិរវៈជ្រះថ្លាដ៏ខ្ពង់ខ្ពស់ឧត្តមឧត្តមប្រសើរស្មើដោយជីវិតសពកាលសូមនមស្ការក្រាបថ្វាយបង្គំកណ្ណាគុណចាស់គ្រប់ព្រះអង្គទាំងក្នុងនិងក្រៅប្រទេសដែលតែងតែតាមដានស្ដាប់នៅព្រះសទ្ធម្មរបស់ខ្ញុំកណ្ណាអាត្មានិងដោយសេចក្តីគិរវៈជ្រះថ្លាចម្រើនពរចំពោះមកកងអាដាមលោកជំទាវញាតិញោមពុទ្ធបរិស័ទសាធុស័ព្ទប្រុសប្រុសស្រីទាំងអស់ដែលបានអារាធនានិងនិមន្តអាត្មាមកប្រទានអាវាតនិងជាកិច្ចណាចម្រើនទៅនៅបុណ្យកុសលនិងជូនចំពោះបុព្វការីជននៃលោកអ្នកមានគុណរបស់យើងផងនិងជាចំណែកនៃបុណ្យកុសលសម្រាប់ខ្លួនយើងផងព្រោះមនុស្សយើងម្នាក់រស់នៅគឺអាស្រ័យដោយសារបុណ្យទើបយើងដល់ព្រមនៅសេចក្តីសុខបើយើងខ្វះបុណ្យគឺយើងអត់ដល់នៅសេចក្តីសុខកើតទេញោមមើលឃើញនឹងភ្នែកបុណ្យហើយនឹងបាបដូចយើងមិនចាំបាច់ទៅមើលជាតិមុខជាតិក្រោយទេហ្នឹងហើយមកដាក់ដៃមិនក៏បានឲ្យតែស្រួលអត់អីទេមិនបាច់សាពះក៏បានដែរធ្វើម៉េចឲ្យតែស្រួលអរិយាបថទាំង4ហ្នឹងគឺដាក់យ៉ាងម៉េចក៏បាននឹងចង់អង្គុយក៏បានអង្គុយស្ដាប់ក៏បានសម្រានស្ដាប់ក៏បាននឹងលោកយាយលោកតាខ្លះអត់ហ៊ានស្ដាប់ធម៌វត្ថុតាមវត្ថុអាត្មាហ្នឹងគាត់ថាឲ្យទៅដល់ម៉ោងវត្ថុគាត់ត្រូវងើបអង្គុយហ្នឹងហើយឈឺក៏អង្គុយងើបអង្គុយដែរអាត្មាថាមិនអីទេកាលព្រះសម្មាសម្ពុទ្ធព្រះអង្គគង់នៅព្រះអង្គទៅប្រោះបិតាព្រះអង្គដែលប្រឈួនធ្ងន់បិតាផ្ទុំនៅលើគ្រែហើយព្រះសម្មាសម្ពុទ្ធព្រះអង្គឈរនៅក្បែរបស័យស័ករបស់បិតាហ្នឹងហើយសម្ដែងធម៌ខ្សឹបដាក់បិតាហ្នឹងឲ្យបិតាហ្នឹងទទួលយកនៅធម៌ហើយបិតាងើបមិនរួចទេនៅផ្ទុំនៅលើណាទីស័យណាហ្នឹងមិនងើបរួចទេព្រោះអញ្ចឹងចង់សម្រានស្ដាប់ក៏បានអង្គុយស្ដាប់ក៏បានដើរស្ដាប់ក៏បានឈរស្ដាប់ក៏បានអរិយាបថណាមួយឲ្យត្រូវនឹងណាខ្លួនយើងនឹងមានន័យថាបើខ្លួនយើងអង្គុយអត់បានយើងឈរបើយើងឈរមិនបានយើងអង្គុយបើយើងអង្គុយមិនបានយើងសម្រានប៉ុន្តែឲ្យមានជំងឺនឹងដែលយើងមានអាការៈនោះវាផ្ទុយពីអ្វីដែលយើងអត់អាចធ្វើបានប៉ុន្តែបើយើងអត់ឈឺយើងថាលោកនឹងក្មេងណាខ្ជិលចាពះអាចចង់សដោកជើងអាចចង់ធាក់ដាក់ក៏បានឲ្យតែមានសេចក្តីប្រមាទចឹងទោសប៉ុន្តែបើយើងមានអាការៈមិនស្រួលចង់អរិយាបថបែបណាក៏បានអត់តោះទេបើខ្មែរយើងមានទម្លាប់មួយទៀតជំនឿតគ្នាមកថាអ្នកដេកស្ដាប់ធម៌នោះស្លាប់ទៅកើតជាអីនឹងកើតជាពស់ថ្លាន់ជាអីនោះហ្នឹងណាមិនទេគឺសេចក្តីគោរពនៅក្នុងចិត្តយើងញោមកាលណាយើងមានចិត្តល្អបរិសុទ្ធចំពោះអ្នកណាមួយឥឡូវថាមានសេចក្តីល្អបរិសុទ្ធចំពោះម្ដាយចំពោះឪពុកដោយសេចក្តីត្រង់ស្មោះមិនចាំបាច់យើងមកថ្វាយអង្គមនឹងខាងក្រៅគ្រាន់តែយើងមានចិត្តដោយសេចក្តីត្រង់ស្មោះចំពោះម្ដាយឪពុកក៏ឈ្មោះថាយើងបានរលឹកគុណនឹកគុណតបគុណដែរហ្នឹងប៉ុន្តែអរិយាបថទាំង4ហ្នឹងមិនមែនមានន័យថាការគោរពហ្នឹងវាមានតែផ្លូវចិត្តទេទាំងកាយទាំងវាចាទាំងចិត្តបើយើងកាន់តែដល់ព្រមរឹតតែប្រសើរហ្នឹងនោះថ្ងៃនេះអាត្មាចង់នឹងឲ្យធម៌មកបានទទួលនៅធម៌នឹងពេលខ្លះអារម្មណ៍ចាស់ទៅមកយល់ទោះបីខ្លួនឯងវាអត់ទាន់ចាស់ប៉ុន្តែយល់អារម្មណ៍ព្រោះនៅជាមួយមនុស្សចាស់នឹងអាត្មានៅវត្តតាំងពីអាយុ5ឆ្នាំហើយបួសតាំងពី2ដល់ឥឡូវ70 40ហើយញោមនឹងតិចទៀត40ហើយអញ្ចឹងយល់អារម្មណ៍មនុស្សចាស់កូនគាត់បីយល់ពេលយើងចាស់ទៅទើបយើងយល់អារម្មណ៍ជាម្ដាយនិងឪពុកគឺដូចអារម្មណ៍យើងកាលពីនៅក្មេងនៅតូចនៅនឹងទ្រូងម្ដាយត្រូវការភាពកក់ក្ដៅទៅណាស្រែករកម្ដាយបាត់ម្ដាយទៅកន្លះម៉ោងស្រែកយំនឹងរកម្ដាយរឪពុកត្រូវការភាពកក់ក្ដៅពីម្ដាយឪពុកយ៉ាងណាពេលម្ដាយឪពុកចាស់ទៅដូចគ្នាញោមអារម្មណ៍ត្រូវការភាពកក់ក្ដៅពីកូនអារម្មណ៍ត្រូវការភាពកក់ក្ដៅពីចៅពេលឈឺទៅចង់ឃើញកូននៅក្បែរសបាច់ដៃសបាច់ជើងសួរម៉ាក់ឈឺមិនហើយម៉ាក់យ៉ាងម៉េចម៉ាក់ចង់ពិសាអីម៉ាក់ត្រូវការអីម៉ាក់ប្រាប់កូនគ្រាន់តែនិយាយប៉ុណ្្នឹងអាចជំងឺក្នុងខ្លួនចង់ជាទាំងអស់ហ្នឹងសบายចិត្តអារម្មណ៍មនុស្សចាស់ណាហ្នឹងហើយបើពេលអត់ស្រួលខ្លួនទៅនឹងគ្មានកូនណាមួយនៅចិត្តអាទេទូរស័ព្ទទៅអាមួយរវល់អាពីររវល់អា3រវល់អាហ្នឹងជំងឺល្មមក៏ចង់ដាច់ខ្យល់ដែរហ្នឹងណាអារម្មណ៍មនុស្សចាស់ពេលខ្លះអារម្មណ៍នឹងសំខាន់ណាស់អញ្ចឹងបានមកឲ្យអាវាតលោកយាយលោកតាភាកច្រើនមកថាកុំឲ្យយើងយកអារម្មណ៍មកដាក់ជាមួយនឹងជំងឺដែលយើងមានឧបមាថាយើងពងឈឺជើងឬយើងពងឈឺចង្កេះឬយើងពងឈឺធ្មេញឬយើងពងឈឺក្បាលដើម្បីកុំឲ្យអាចជំងឺនឹងវាឈឺខ្លាំងអ្វីលើសអ្វីដែលយើងកំពុងតែឈឺវាតតែយើងកុំយកអារម្មណ៍ទៅដាក់ជាមួយអាឈឺហ្នឹងញោមសាកមើលឧទាហរណ៍ថាយើងត្រូវមុតកបិតនឹងដៃ
បើសិនតែយើងចេះតែយកអារម្មណ៍មកដាក់ជាមួយអាមុតកបិតហ្នឹងទោះបីជាអាដៃហ្នឹងដាក់ថ្នាំព្យាបាលជាឲ្យ2ឆ្នាំក៏ដោយប៉ុន្តែអាជាឲ្យលែងឈឺហ្នឹងប៉ុន្តែគ្រាន់តែយើងឃើញអាស្នាមកបិតហ្នឹងយើងចេះតែយកអារម្មណ៍ទៅដាក់ជាមួយអាមុតកបិតហ្នឹងគឺមានន័យថាអាកាយនេះវាជាឲ្យប៉ុន្តែចិត្តយើងវានៅឈឺរាប់ឆ្នាំបងអញ្ចឹងយ៉ាងណាម៉ាដូចគ្នាឧមាថាចុកចកេះឧមាថាឈឺក្បាលឧមាថាតឹងទ្រូងនិងឧមាថាឈឺភ្នែកគ្រាន់តែប្រាប់កូនប្រាប់ពេទ្យទៅបានណាប៉ុន្តែកុំយកអារម្មណ៍ទៅដាក់ជាមួយអាឈឺហ្នឹងបងកុំគិតថាអញឈឺទ្រូងណាស់អញចុកទ្រូងណាស់អញឈឺចកេះណាស់អញឈឺធ្មេញណាស់អញឈឺក្បាលណាស់កុំឲ្យយកអារម្មណ៍ទៅដាក់ជាមួយហ្នឹងធ្វើឲ្យអាជំងឺផ្លូវកាយយើងហ្នឹងត្រឹម 10% វាធ្វើឲ្យផ្លូវចិត្តយើងនេះឈឺរហូតដល់ 20% 30% អញ្ចឹងសុខភាពយើងអត់ល្អទេបងនឹងសម្រានក៏មិនលក់ហូបក៏មិនបានអាជំងឺហ្នឹងវាកាន់តែទ្រុឌទ្រោមទៅបងអញ្ចឹងបានព្រះសម្មាសម្ពុទ្ធអ្វីជាទីពឹងក្រៅអំពីខ្លួនយើងបានទេខ្លួនយើងជាទីពឹងសម្រាប់ខ្លួននិងខ្លួនយើងជាទីពឹងសម្រាប់ខ្លួននឹងមានន័យថាយើងចេះទទួលព្រមអប់រំផ្លូវចិត្តយើងកាយយើងបើពេទ្យគេមើលនិងណយើងផ្ដល់ឱកាសឲ្យកូនផ្ដល់ឱកាសឲ្យពេទ្យមិនមែនមានន័យថាប្រសងនឹងលោកមិនមានតម្លៃទេគឺមាននៅក្នុងផ្លូវផ្សេងអញ្ចឹងពេលយើងឈឺផ្ដល់ឱកាសឲ្យកូនមើលផ្ដល់ឱកាសឲ្យពេទ្យហើយនឹងផ្ដល់កម្លាំងចិត្តឲ្យខ្លួនឯងទទួលព្រមហាត់ពុតលត់ដំអប់រំចិត្តពេទ្យមិនប្រកែជាងខ្លួនយើងឯងញោមខ្លួនយើងប្រកែណាស់បើយើងសិក្សាអំពីធម៌ព្រះឲ្យដល់ព្រះប្រកែជាងពេទ្យនឹងរាប់ម៉ឺនរាប់ដពាន់ដងពេទ្យសិក្សាតែតាមព្រះទេនឹងជំនាន់ព្រះ 3000 ឆ្នាំមុនព្រះអង្គសម្ដែងពីជីវិតយើងត្រូវណាស់ញោមដោយព្រះអង្គសម្ដែងអំពីសមុទ្ឋានរោគកើតអំពីសមុទ្ឋានទាំងឡាយផ្សេងមានអាហារសមុទ្ឋានកាយសមុទ្ឋានចិត្តសមុទ្ឋានឬអតុសមុទ្ឋានឬកម្មសមុទ្ឋានមកសិក្សាធម៌ព្រះចេះតែពិចារណាមើលព្រះប្រកែណាញោមអស្ចារ្យណាព្រះអង្គថារោគកើតចេញពីអាហារដែលយើងហូបចូលខ្លួនបងហ្នឹងហើយពេទ្យគិតទៅពេទ្យរៀនតែតាមព្រះដោយព្រះអង្គថាអាហារណាដែលយើងគួរដាក់ចូលអាហារណាយើងមិនគួរដាក់ចូលចង់កុំឲ្យឈឺយើងយល់អំពីរបបនៃអាហារហើយញោមគិតមើលព្រះអង្គប្រកែណាព្រះអង្គថាបើមិនចង់ឲ្យឈឺច្រើនយើងយល់អំពីរបបនៃអាហារអាណាគួរដាក់ចូលខ្លួនអាណាមិនត្រូវដាក់ចូលខ្លួនបើយើងរាល់ថ្ងៃមានយល់ណាបងដោយពេទ្យគេឲ្យផឹកទឹកមួយថ្ងៃឲ្យបាន3លីត្រគ្មានអាណាផឹកបាន3លីត្រទេប៉ុន្តែបើជុំគ្នា3នាក់ផឹក2កេសបងហ្នឹងហ្នឹងហើយអញ្ចឹងអីមិនឲ្យឈឺច្រើនហ្មងបងហើយព្រះលោកបង្រៀនយើងបងលោកបង្រៀនថារបបនៃអាហារដែលយើងត្រូវដាក់ចូលខ្លួនកុំឲ្យឆ្អែតពេកកុំឲ្យឃ្លានពេកកុំឲ្យខុសម៉ោងកុំឲ្យខុសពេលកុំឲ្យចេះតែដាក់ចូលដូចចំណីឥឡូវយាយមិនចេះតែហូបទេយាយស្រុកស្រែខ្លះគាត់មិនសូវយល់កូនគេទៅពីពេញគេទិញបាកាសទៅ2 3កេសហ្នឹងកេសឈិតតែ8ឈិតទឹកនោមផ្អែមឡើង8ក្បៀសបងហ្នឹងក៏អត់យល់បាទដល់អត់យល់ចេះតែហូបវាទៅជាកើតរោគហើយព្រះអង្គសម្ដែងថាបើយើងចង់កុំឲ្យឈឺយើងយល់អំពីរបបនៃការហូបឥឡូវយើងកុំនិយាយរឿងហ្នឹងយើងនិយាយរឿងថាដើម្បីកុំឲ្យអារោគផ្លូវកាយដែលកំពុងតែឈឺនឹងវាកាន់តែឈឺខ្លាំងទៅវាដាមដល់ផ្លូវចិត្តតើម៉ាគិតថាទទួលព្រមយកការពិតថាអាហ្នឹងវាត្រូវតែចឹងតាទុំទៅវាតែងតែមាននឹងជាប់នឹងជាប់ផ្លែឈើតាទុំចូលជាប់ហ្នឹងហើយជាប់នឹងជាប់តាម៉ាឲ្យអត់ទេអាណាក៏ជាប់ហ្នឹងលោកពងអាទេសនេះអីឥឡូវសម្ោចវាលើធ្លាក់ប៉ុន្តែ50ឆ្នាំទៀតស្អីវាលើជាប់ទាំងអស់បាទនឹងដូចញោមចឹងណាអញ្ចឹងមានន័យថាអាសភាពនៃការចាស់អាសភាពនៃការឈឺហ្នឹងមិនមែនមានតែយើងទទួលអញ្ចឹងទទួលព្រមយកការពិតអញ្ចឹងដល់យើងទទួលព្រមទៅវាសុខមកធ្លាប់ឧទាហរណ៍ថាឧបមាថារាល់ថ្ងៃយើងមកពីធ្វើការវិញប្រពន្ធដឹងអាស្ងោផងឆាផងជៀនផងហើយស្រាប់ថ្ងៃហ្នឹងមកពីធ្វើការវិញប្រពន្ធអត់ស្រួលខ្លួនចំហុយប្រហុកមួយឆ្នាំងទុកនៅលើចក្រានអត់បានធ្វើអីទាំងអស់ហើយរាល់ថ្ងៃធ្លាប់តែប្តីតែមកដឹងអាប្រពន្ធក្របមហូប3 4មុខដាក់លើតុនឹងស្រាប់ថ្ងៃហ្នឹងប្រពន្ធអត់ស្រួលខ្លួនមកថ្ងៃហ្នឹងអត់ទៅធ្វើអីចំហុយប្រហុកមួយឆ្នាំងហើយមើលញោមមកដល់បើកទៅអត់មានឃើញអីឃើញតែប្រហុកមួយចានទេដើម្បីឲ្យអារម្មណ៍យើងវាសុខយើងធ្លាប់តែប្រហុក3 4មុខប៉ុន្តែថ្ងៃហ្នឹងប្រហុកមួយគោមទេបងដើម្បីឲ្យអារម្មណ៍យើងសុខចិត្តយើងសុខគ្រួសារយើងសុខយើងត្រូវធ្វើម៉េចចិត្តយើងពេលហ្នឹងត្រូវធ្វើម៉េចត្រូវធ្វើម៉េចបើវាសុខធ្លាប់តែ3 4មុខរាល់ពេលហើយថ្ងៃហ្នឹងប្រហុកមួយគោមធ្វើម៉េចដើម្បីឲ្យចិត្តយើងវាសុខត្រូវតែទទួលព្រមយកអាប្រហុកមួយគោមហ្នឹងបងកុំឲ្យពងអាហូបប្រហុកនឹកឃើញភីហ្សានៅក្នុងហាងនឹកឃើញផ្លូវមាន់នៅក្នុងទូហ្នឹងឲ្យសบายចិត្តនឹងអ្វីដែលយើងកំពុងតែមានសบายចិត្តនឹងអ្វីដែលយើងកំពុងតែទទួលអញ្ចឹងយើងមនុស្សយើងដូចគ្នាញោមចង់សុខឲ្យតែយើងចេះព្រមនៅអ្វីដែលយើងមានប៉ុណ្ណាយើងសบายចិត្តប៉ុណ្ណឹងអ្វីដែលកើតឡើងយើងទទួលព្រមយកនៅអ្វីដែលវាកើតឡើងហើយវាជាសច្ចភាពគ្មានអ្នកណាអាចកែបានទេ
នឹងគ្មានអ្នកណាអាចកែបានហើយក៏គ្មានអ្នកណាអាចជួយយើងបានក្រៅអំពីខ្លួនយើងត្រូវប្រឹងពង្រឹងហាត់ប្រាណណាផ្លូវកាយហាត់ប្រាណហូបឲ្យទៀងទាត់សម្រាប់ឲ្យទៀងទាត់ផ្លូវចិត្តយើងទទួលយកនៅធម៌ស្ដាប់ធម៌និងហាត់ពុតលុតដំអប់រំចិត្តយើងចេះទទួលព្រមយកនៅបញ្ហាដែលវាកើតហើយកុំយកអារម្មណ៍ទៅដាក់ជាមួយនឹងបញ្ហាដែលវាកើតហើយហេតុអីបានជាមនុស្សអ្នកមានធម៌អត់សូវកើតទុកពេលបញ្ហាកើតដោយសារតែលោកត្រៀមចិត្តទទួលយកអានឹងទុកឲ្យហើយឧបមាតែរឿងព្រាត់គ្នានឹងព្រាត់ស្លាប់ណានឹងលោកត្រៀមចិត្តតែថ្ងៃណាមួយញោមអីស្លាប់ហ៎គង់តែស្លាប់បើញោមមិនស្លាប់មុនអាត្មាស្លាប់មុនញោមត្រៀមចិត្តចឹងដល់អាបញ្ហានឹងវាកើតមានន័យតែចិត្តលោកនឹងលោកបានហាត់ពុតលុតដំអប់រំទទួលយកអាបញ្ហានឹងព្រោះវាជាសច្ចភាពយើងមិនមែនបត់ញោមឲ្យស្លាប់ប៉ុន្តែចង់និយាយថាចិត្តយើងត្រៀមបានត្រៀមហើយត្រៀមថ្ងៃណាមួយនឹងព្រាត់គ្នាចឹងដល់តែពេលព្រាត់ទៅចិត្តនឹងវាអត់សូវណាកើតទុកខ្លាំងទេមុនបញ្ហាកើតត្រៀមយកបញ្ហាពេលដែលបញ្ហាកើតទទួលយកបញ្ហាពេលដែលកើតទទួលយកបញ្ហាហើយកុំយកអារម្មណ៍មកដាក់ជាមួយបញ្ហាដែលវាកើតយល់លោកនិយាយញោមហ្នឹងពេលហ្នឹងគឺចិត្តយើងអត់សូវកើតទុកចិត្តយើងអត់សូវកើតទុកនឹងអត់សូវតោមនោះជាមួយបញ្ហាដែលវាកើតហ្នឹងទេមុនកើតបញ្ហាត្រៀមចិត្តពេលបញ្ហាកើតទទួលយកបញ្ហាហើយកុំឲ្យចិត្តវាដាក់ដកជាប់ជាមួយនឹងអាបញ្ហាដែលវាកើតទាំងទៀតឈប់យកអារម្មណ៍ទៅដាក់ជាមួយបញ្ហារឿងដែលវាកើតហើយវាកើតទៅឲ្យវាកន្លងផុតទៅនឹងដោយប្តីប្រពន្ធខ្លះឆ្លោះគ្នា2ឆ្នាំហើយត្រូវគ្នាហើយហ្នឹងណាហើយស្រាប់តែពេលមួយបងស៊ីបាយប្រពន្ធនេះលើកអារឿងហ្នឹងយកមកនិយាយមកចានអស់3 4រាវមួយផ្លែតហ្នឹងទៀតហ្នឹងហើយរឿងវាចប់ហើយបើយើងចេះតែយកអាចិតយើងមកដាក់ជាមួយនឹងបញ្ហាហ្នឹងទៅវាធ្វើឲ្យសេចក្តីក្តៅក្រហាយហ្នឹងវាកើតឡើងវាអត់បានផលអីសោះនាំតែទុកលំបាកដល់ខ្លួនយើងចាអាបញ្ហាដែលវាកើតហើយវាកន្លងហើយឲ្យវាកន្លងផុតទៅយើងទទួលយកបញ្ហាទទួលព្រមយកអ្វីដែលវាកើតអញ្ចឹងមកដូចគ្នាកុំយកអារម្មណ៍ទៅដាក់ជាមួយនឹងទី1ត្រូវទទួលថាចាស់ហ្នឹងវាដូចចាស់ដូចគ្នាហើយតែចាស់ហើយវាឈឺនឹងឈឺដូចគ្នាហើយចុះបើវាឈឺហើយយើងកុំទៅយកអារម្មណ៍ទៅដាក់ជាមួយឈឺហ្នឹងចិត្តយើងនឹងធូរស្រាលបើធូរស្រាលហើយដូចម៉ែនិយាយចឹងម៉ែឲ្យកុំទៅរកទីពឹងឯណាក្រៅអំពីខ្លួនយើងព្រឹកឡើងនឹងខំលើកដៃលើកជើងហូបអាហារហូបទឹកឲ្យបានច្រើនញ៉ាំថ្នាំឲ្យទៀងទាត់តាមពេទ្យនឹងមិនបាច់ទៅតែតនេទៅរកលោកម្ដងម្កាលអីមិនអីទេនឹងឲ្យលោកឲ្យធေါ်អីសូត្រមុនតិចតួចចឹងទៅមិនអីទេនឹងកុំទៅទីពឹងដតីឯណាក្រៅអំពីខ្លួនយើងនឹងកុំទៅរកខ្សែចកេះបាយសីអូមអាមឯណាមិនមានអ្វីដតីក្រៅអំពីខ្លួនយើងជួយខ្លួនយើងបានទេនឹងដូចអាត្មាបញ្ជាក់អញ្ចឹងប៉ុន្តែពេលខ្លះអារឿងស្រោចទឹករឿងសូត្រមុនហ្នឹងវាជួយពង្រឹងផ្លូវចិត្តយើងមនុស្សយើងពេលខ្លះយើងដឹងថាគ្មានអ្នកណាអាចជួយយើងក្រៅអំពីខ្លួនយើងប៉ុន្តែពេលខ្លះជំនឿខ្លះធ្វើឲ្យយើងមានភាពរឹងមាំផ្លូវចិត្តឧបមាថាយើងមានទុកលំបាកឧបមាដែលយើងធ្លាប់ដុតធូបមុនសម្រានដុតធូបលើហឹងមកភ្ញាក់ពីសម្រានដុតធូបលើហឹងម្ដាយឪពុកដល់ថ្ងៃហ្នឹងអត់បានដុតធូបវាដូចមានអារម្មណ៍ថាមិនស្រឡះក្នុងខ្លួនមុនចូលសម្រានហ្នឹងវាជាទម្លាប់អញ្ចឹងខ្មែរយើងវាមានទម្លាប់ហ្នឹងហើយនឹងពេលខ្លះយើងផ្ដាច់ក៏មិនកើតគ្រាន់តែថាកុំឲ្យយើងយកអារម្មណ៍យើងទៅផ្ដេកផ្ដួលទៅបញ្ហាអស់នឹងច្រើនពេកហ្នឹងបើយើងចេះពង្រឹងផ្លូវចិត្តខ្លួនយើងអត់ចាំបាច់ទៅរករបស់ហ្នឹងទេហ្នឹងណាអ្វីដែលអាត្មាចង់និយាយប៉ុន្តែពេលខ្លះគុណសម្បត្តិវាអាចជួយពង្រឹងផ្លូវចិត្តយើងដែរឧបមាដូចយើងសែនព្រេនឆេងមេងចូលឆ្នាំចិននៅភ្នោម្ដាយឪពុកយើងដឹងថាដាក់ហ្នឹងអត់មានបានផលអីទេម៉ែឪអត់មានបានអីទេយើងដាក់សែនហ្នឹងយើងចង់ទិញប្រដាប់ខ្សែ5 6,000 10000ដុល្លារយកទៅដាក់ចេកជ្រូកទាខ្វៃយកទៅដាក់ពេញហ្នឹងក៏ម៉ែយើងគ្មានដឹងឮដែលដឹងតែអ្នកនៅរស់នេះសែនអត់ទៅអស់ភ្លើងធូបហូបតែគ្នាយើងអ្នកស្លាប់នោះអត់មានបានអីតែយើងដឹងប៉ុន្តែហេតុអីបាននៅតែធ្វើអាត្មានៅតែលើកទឹកចិត្តទៅឲ្យធ្វើទោះបីជាម្ដាយឪពុកដែលស្លាប់ទៅអត់បានហូបប៉ុន្តែជាវិធីដ៏ល្អមួយសម្រាប់បដោះផ្នត់កំណត់កូនកុំឲ្យភ្លេចគុណម៉ែឪដែរដោយហើយទៅដល់ថ្ងៃហ្នឹងវាចេះនាំគ្នាទៅបោះភ្នោទៅសម្អាតភ្នោទៅដាក់សែនជាកិច្ចគោរពគុណឃើញវាមានគុណសម្បត្តិផ្សេងហ្នឹងវាមិនមែនអត់ទាំងអស់ទេអញ្ចឹងយ៉ាងណាដូចចាស់គាត់ទៅរកលោកអីហ្នឹងជាខ្លះជួយពង្រឹងទឹកចិត្តគាត់លោកឲ្យលោកឲ្យធរលោកនិយាយលោកស្រោចទឹកលោកសូត្រមុនឲ្យបន្តិចទៅក៏មានអារម្មណ៍ស្រឡះផ្លូវចិត្តចឹងទៅធ្វើឲ្យគាត់អារម្មណ៍ល្អនឹងក៏ជាចំណុចល្អមួយដែរប៉ិនកុំឲ្យងប់ងល់ដូចលោកយាយខ្លះមួយថ្ងៃដើរទៅរកតលោកនឹងតាមលាអាងភ្នំក្រំថ្មនឹងឲ្យទៅហើយនឹងអត់ដេកអត់ពួនទេអ្នកខ្លះដល់ដើរយូរទៅដើរតាំងពីផ្ទះថ្មរហូតដល់ស្រាប់ផ្ទះក្បឿងផុតពីផ្ទះក្បឿងមកនៅប៉ាំងអាស័យផុតពីប៉ាំងអាស័យមកនៅខ្ទមហើយដល់ហើយតាំងមកបន្ទោសលោកអញបើកុំមកធ្វើបន់ក៏អត់ក្រនឹងវាមិនមែនមកវាបន់ឯងក្រណាយើងវាអត់យល់អំពីរបៀបនៃការធ្វើបន់ហ្នឹងហើយដល់យូរមកបន្ទោសបន់នឹងថ្ងៃមួយទៅហែទីហោទៅហែកថា
thân hai ca tàu bay lên bay ngay nâng hay đò màu với đây đạm mặt đây hơn một hơn này tới tổ bọn tiền anh bởi công mà tàu hai cá còn đây vậy đấy với mẹ mau bị bọn ca nó mau bị anh đau đằng rướng à đây nộp té ở đây dí đau chào té ở đang là luôn anh miền đây miền cốt ai đau cho bay buồn ngay ấy kìm váy nâng à với mẹ mau bị đau bọn này nè mau bị ọt vô ca ọt vô là biếp này ca luôn nấu ấy chứ tàu tổ bọn đời à khác thơ bọn gì mà ơn bị chôn tao đặt thùng ba tao rom tao con cặp kia bay cả ba tao tàu tổ thà anh con mà thơ bọn gì mà ơn bị chôn có con ọt cặp kia mình vào tổ mà nữa tàu tổ bọn ọt đai oi tục dương tây nhung bọn oi dương sọc nè na bật bật xịt đây lọ là năng sọc hay công từ mưa chiết mốc chiết khỏi mà tia họ nhiều dul bật lang bao phê dương à nhâm đã kia kia nhâm đại dương mình chăng bao phê lang dương lược đây sập kia kia sập dương dương giấy pro đã kia kia giấy pro đại dương nè mách từ mưa này ngay từ dương bắt đầu xịt đây sọc oi kia oi sọc dương bắt đầu nam nhiều nhâm ơi kia nhâm đại dương à Paul đây xịt đây lọ nó cứ với ao dương mau lọ chẳng hay bây giờ tình nê ta đã hai kê bị đau phun đau tròn phúng à nắng kia mày oi sọc dư cái oi cái đau cả hai dương đôi kia chân bon ba nâng dương mưa tập bách cho bon nâng chân cana dương prăng chầm rợn từ nơi xịt đây lọ thôi oi cài vi trà chật bao dương rồi mấy đòn prom nơi xịt đây sọc thằng ở kia nè nhóm xong ạ một tình đi hay nọ mà mặt tiện má nọ còn tha lao dương chỉ mà nước bật thôi chôn thom mà đá chư nàng chả mà vô nhung pro mà ai pe chư mà đòn còn ngô còn thôi nàng hồi trao thì cả vót hết á bị đau mà tham ma thành nhôm cảnh trao thì ca ấy nọ dương thọ bu riêng dương vô thọ đây nàng chỉ chia thị nâng đàn na từ kịch ban xong bay từ pre sama samput na nhôm còn nâu từ chư bỏ nâu từ chư nàng pre sama samput này dương bỏ ông môn nâng phải là biên về tận niên na pe môi bỏ ông lẹ chiêm mo tầng đông đời xa cam màสมมติฐานโรคนึกว่าไอเกิดมาปีกำลังกำไอเกิดมาปีอากาศเทียดโอโตสมมติฐานนะแปลสำได้ท่าโรคไปเกิดมาปีไฮบูนตีมวยอาหารสมมติฐานอีกมาใหญ่จุนก้าวไปเกิดปีอาหารเดี๋ยวยังหอบโจคลูนโดยมาเมาปีเตสนาไปตามใครเมามันดับปีนดับยบจีโจดอนเป็นหมกแวงไอ้คนไม่เบิ่งกุยเสียตามมอเตอร์เลนึกว่าเสียจึงมอนจึงไอ้นึกมาเจ้าสังเวชอันนัดปุ่มดังเถิมมัดนั่งอ่านนั่งอ่ะดูยังนอมคือโยโรคมาดักคลูนตีมวยข้อกาตีปีจุ่มในนึกสัตว์น้ำสัตว์จิตกีมีวิจิตรดักโจคลูนเนี่ยมีเหมือนยุลจึงอ่านนั่งอ่ะแกหาแต่โรคเกิดปีอาหารให้ตีปีโอโตสมมติฐานโรคนั่งโดยโยมเนยกับไหลนั่งหล่อนะlọ na dương nấu chọp mọt tờ lê trong cho là cả còn nó bao phía mà bạch bằng sân chơi nâng sưu cho đọ thằng hai mau à ram sả lắc lọ te dương nấu miên là nam may miên được biệp rồi miên khăn nà đọ thằng hai sưu oxygen cướp cron ảnh nắng cứ ấp sâu miên rô cái nâng tại bên nấu đôi thma ấy rô cái cọt là thầm nó cần là mấy sai rồi nè hay cần lốp phải làm đập áo cú con tôi từ muối nâng đôi bòn con tàu ấy khi này học sập nè chiêng cần là bao này mà thông khăn khịa với nó trong đại cho lấy gì nâng à hay thầm chứ nó khơi về chui bảo ba luôn ai về thọp mong pin từ bộ về bảo bà nó nhúng cả năm pi pon chiêng pi pon của muối màu bảo lòng chọp châu mà riêng nâng pin nâng đào xong cả lại cái việc tiền đến á tôm ròm ban nư ban bảo man cọt ở thầm cha mê cọt vay cọt vừaทำไมแต่ทำไมมากุ้งในประดอซอนมาระยะได้หนึ่งมอมกดให้บานมามุนตนหวิงจังดอกคลูนไอ้ทลอปบะเตยจังเอาแต่เนี่ยกรอกสดเขมรประลองบัดดบตามใครเด็กเมียนรัตเพียบจูบแต่นั่นทำไมเจอกัดเกรปีจอนเดย์เลือกราวด้วยจอบปริญญาบัดอาจารย์เจ๊งทำไมโจไปต่อจังตื่นจังกระไรยืงรัวเน่านั่นก็สำคัญเลยจอหลักกะบริสุทธิ์ออกซิเจนกรุบกรอนดอกต่างหากมันน้ำไม่นั่งใครมันนั่งยืงโยละเปรี้ยลูกสำได้ทันจังให้กรรมมาสมมติทานโรคอันนั้นเหมือนแปะปอนมวยเหมือนแปะปอนจีมวยหนึ่งตีกับไหลยืงโรเนาคือแปะปอนจีมวยหนึ่งปูเดี๋ยวยืงดำไปหมดเมาโดยแปะสมาสามปดซอกแหละเชียมยังอันนอนซาเวนี่เพย์หนึ่งโดยซาไอ้โดยซากรรมโลกปอกรรมไอ้เสยตักอะไปแหละเชียมน้องเสยจ้ะเสยอย่างนอนในคอมปรังโยบาตะดองตักว่าเตอร์อะไรตักนั้นกิตมตะเปลงปะเปลงโกดาวจวนตักนั่งหลงตักสตังนั่งตังไปเลยดอลกรอมโรกับไหลตักทลานามวยดองยำอ้อยเปรี้ยมันก็ดองตังตักละยำอ้อยเปรี้ยหนึ่งเปรี้ยในเมียนตัวหนึ่งชันเกิดไอ้เดซาโตกาเปียไตตักเปรี้ยสมาสามพุทธคังกูคังปะเป้เด็กครูนไอ้จำนั่งสังคังอาสัตจำนั่งน่ะดอกคังเต้าอาสัตจำนั่งเวทโหพักตักโลกนี่ยอเชิงยอดมทมอตัวโกตัวเวียตักนอวละตัวสอบคังอาสัตนั่งนะหนึ่งอ้อยสัตนั่งพักก็ดอกครูนไอ้เคยนิยมอัดรุ่ย
នឹងអាហ្នឹងគេហៅថាកម្មសមុទ្ឋានមានន័យថាពូជដែលឯងសំពីមុនមកទោះបីឥឡូវនឹងយើងខំប្រឹងថែខ្លួនយើងយកចិត្តទុកដាក់ល្អយ៉ាងម៉េចក៏ដោយកូនចៅក៏យកចិត្តទុកដាក់តាំងពីចំណីអាហារកន្លែងរស់នៅពូក្រែប្រើព្រំជាងចំរនាំងវាំងននទឹកដោះគោខាប់ទឹកដោះគោរាវតែស្ករសតុកកៅអីសលៃមុងថ្នាំសង្កូវជាបារោគសពគ្រប់ប៉ិននៅដល់វាឈឺដោយសារកម្មពូជយើងសន្សំពីមុនមកវាត្រូវទទួលឥឡូវហ្នឹងដោយព្រះសម្មាសម្ពុទ្ធចឹងយើងត្រូវគិតចឹងក៏ទាំងប្រហែលព្រះនៅតែឈឺហើយចុះយើងជាបឋមជនធ្វើម៉េចមិនឲ្យឈឺបើឈឺដូចតែគ្នាគ្រាន់តែឈឺមុនឈឺក្រោយបើគ្មានអ្នកណាចង់ឈឺទេហើយក៏គ្មានអ្នកណាចង់ចាស់ដែរបើទាំងអស់គ្នាមានអ្នកណាចង់ចាស់ទេមែនទេញោមនឹងបើអាចឲ្យនៅក្មេងបានក្មេងនឹងដូចអ្នកកែសម្ផស្សនោះគេខំប្រឹងរកវិធីកែបើកែឲ្យខុសពីធម្មជាតិដូចម្ដេចនឹងបានតែដល់ពេលដល់វេលារបស់វាកំណត់ទោះបីកែអាម៉េចក៏វាទៅតែចាស់ជ្រីវជ្រួញពុកផុយរបេះជាធម្មតាមើលអាអ្នកកែយូរទៅកែរមុខមិនមែនមុខមនុស្សទៅមុខខ្មោចវិញណាដល់កែយូរទៅអាភ្នែកនេះដូចចង់លៀនចេញមកក្រៅទៅអញ្ចើមនោះរគូសយូរទៅមកខាងប៉ិនក៏ដៃខាងប៉ិនព្រួនជើងហ្នឹងវាលែងទៅជាសភាពនៃធម្មជាតិហ្នឹងកែទៅវាយូរទៅវាកែលែងកើតហ្នឹងយ៉ាងណាអាហ្នឹងវាជាច្បាប់នៃធម្មជាតិគ្មានអ្នកណាអាចកែបានគ្មានអ្នកណាអាចជួយបានដល់ពេលចាស់ដូចគ្នាដល់ពេលឈឺដូចគ្នាដល់ពេលឃ្លាតប្រត់ដូចគ្នាវាជាសភាវៈធម្មតាពាក្យតែធម្មតាមានន័យថាយើងក៏អញ្ចឹងគេក៏អញ្ចឹងហ្នឹងដល់យើងទទួលអញ្ចឹងទៅយើងអត់សូវកើតទុកទេហ្នឹងយើងមិនសូវកើតទុកទេណាហ្នឹងអញ្ចឹងប៉ុណ្្នឹងឯណោះហ្នឹងណាចប់ណារឿងឈឺអត់មានអ្នកត្រូវការរឿងឈឺអត់រើសរូបសខ្មៅមើនសែនផ្សារក្តៅដោយភ្លើងភ្នក់ឈឺតូចឈឺធំព្រំបំពួកខ្ទេចខ្ទាំកន្ទុសរីរាង្គពេលស្លាប់ជាពេលអស់កម្មសិទ្ធិពេលនាំជីវិតចាកកាយាក្តីស្លាប់អត់មានអ្នកត្រូវការតែមច្ចុមាមិនយោគយល់ម៉ែឪកូនចៅប្តីប្រពន្ធសង្សារទ្របធនធ្លាប់ថ្កើងថ្កល់ជាទីស្រឡាញ់ពេញនិយមគង់ក្រោមអធិពលក្តីព្រាត់ប្រាសអ្នកអាក្រក់អ្នកល្អអ្នកសខ្មៅអ្នកប្រាជ្ញអ្នកខ្លៅអ្នកក្រខ្សត់សុទ្ធតែមានកម្មជាបន្តកំណត់ចែងចាវាសនាហើយអញ្ចឹងគេកំណត់ឲ្យយើងហើយអស់នឹងអ្នកណាត្រូវបាន70អ្នកណាត្រូវបាន80អ្នកណាត្រូវបាន50អ្នកណាត្រូវបាន40អ្នកណាត្រូវបាន90អ្នកណាត្រូវបាន100អ្នកណាត្រូវបាន100ជាងគេកំណត់ឲ្យអស់ហើយនឹងគេគូសវាសទុកនៅនឹងស្នាមបាតដៃយើងឲ្យអស់ព្រោះអញ្ចឹងយើងមិនចាំបាច់ទុកសោកព្រួយនឹងស្វែងរករត់រកទីពឹងឯណាទេក្រៅអំពីខ្លួនយើងប្រឹងចម្រើនទៅនៅសេចក្តីល្អនៅទាំងខ្លួនយើងហើយសេចក្តីល្អមិនចាំបាច់ស្លៀកពាក់សកោសក់ទៅវត្តក៏យើងអាចធ្វើសេចក្តីល្អបានដែរមិនប្រកាសថាតើស្លៀកចពោដោយអាត្មាបានហៅតែអ្នកធ្វើល្អមែនទេហ្នឹងនេះគ្រាន់តែជាទង់ជ័យនៃព្រះសម្មាសម្ពុទ្ធជាតំណាងប៉ុន្តែសេចក្តីល្អយើងនៅតែផ្ទះយើងដូចអាត្មានិយាយមិញក៏បើកភ្នែកឡើងញឹមដាក់ពុនញឹមដាក់កូនញឹមដាក់អ្នកចិត្តខាងបើកភ្នែកឡើងនិយាយព្រោះដាក់គេកុំកុហកភូតផលបោកប្រាស់ញុះញង់គេបើកភ្នែកឡើងកុំយកអាដៃនឹងវាដំទាត់ធាក់កាប់ចាក់អ្នកដតីកុំលួចឆក់ប្លន់កាប់កេងប្រវាញ់បើកភ្នែកឡើងអាចិត្តកុំក្តៅកាហាយព្យាបាទគេនៅតែផ្ទះបនយកអស់នឹងបើយើងទៅស្លៀកពាក់សកោសក់មែនប៉ុន្តែមកដល់ផ្ទះវិញអង្គុយនឹងនិយាយតែដើមគេអាហ្នឹងមិនចម្រើនបនវាអត់ចម្រើនវាអត់នៅនឹងរូបភាពខាងក្រៅទេគឺវានៅនឹងការហាត់ពុតលត់ដំអប់រំខ្លួនយើងទាំងអស់គ្នាណាញោមសូមអនុមោទនាចប់ហ្នឹងចប់ធរអញ្ចឹងយើងស្ដាប់ព្រះបរិត្តតិចទៅហើយចាំយើងវេចង្ហាន់ហើយដាបាំងស្គាល់បញ្ចប់កិច្ចហ្នឹងអរគុណញោមមកបានទិញកឲ្យអាត្មាណយកទៅមណ្ឌលកែប្រែថ្ងៃ13នេះថ្ងៃ13ខែ2ហ្នឹងមកត្រូវទៅមណ្ឌលកែប្រែនៅប្រទាយមានជ័យហើយញាតិញោមណាចង់ទៅរួមដំណើរជាមួយមកក៏បានដែរទៅសម្រាប់បាត់ដំបងមកយប់ព្រោះព្រឹកឡើងមកត្រូវបង់ថ្លៃសាលាឲ្យលោកកព្រា2អង្គទៀតនៅបាត់ដំបងព្រោះរាល់ថ្ងៃមកបង់ថ្លៃសាលាឲ្យលោកកព្រាអត់ម្ដាយអត់ពុកហ្នឹងទូទាំងប្រទេសលោកណាដែលរៀនចប់បាក់ឌុបអត់ម្ដាយអត់ពុកគ្រាន់តែយកតាលិខិតបញ្ជាក់មរណភាពញោមប្រុសស្រីហើយនឹងលិខិតបាក់ឌុបកុប2មកចង់រៀននៅសាលាឡាមកបង់ថ្លៃសាលាត្រឹមបរិញ្ញាបត្រ4ឆ្នាំនឹងឲ្យគ្រប់អង្គនឹងអញ្ចឹងពេលទៅសម្រាប់បាត់ដំបងមកយប់ទៅព្រឹកឡើងមកបងលុយឲ្យលោកបាត់ដំបងរួចទេសនាគេពេលព្រឹកនៅនឹងមករោងដែរចប់ទៅបានថ្ងៃយើងហូបបាយហើយយើងចេញទៅប្រទាយមានជ័យទៅមណ្ឌលតែម្ដងអប់រំចប់នៅមណ្ឌលយើងចូលមកសៀមរាបនឹងលោកចង់ឃើញអង្គអញ្ចឹងនាំលោកទៅសៀមរាបមកយប់ព្រឹកឡើងមិនចេញទៅវិញអញ្ចឹងញោមណាចង់រួមដំណើរទៅជាមួយអាត្មាក៏បានយើងមកពេញប៉ុនអាចមានឡានអីជួយដឹកអីវ៉ាន់ហ្នឹងណាងថ្ងៃ13អរគុណណាស់បានញោមទិញកឲ្យកុំអីហ្នឹងមកទេប្រាប់នៅប្រទាយមានជ័យនោះឲ្យគេទិញនៅនោះនឹងកុំឲ្យបាក់ដឹកប៉ាឡូវបានកយើងដឹកពីនេះទៅនឹងអរគុណណាស់ចឹងស្ដាប់ព្រះបរិត្តទាំងអស់គ្នាស្ដាប់ព្រះបរិត្តទាំងអស់គ្នាអ្នកខ្លះមានទ្រព្យតែជាប់ដោយភ័យជីវិតឥតន័យភ័យរាល់យប់ថ្ងៃអ្នកខ្លះមានទ្រព្យក្តាប់ជាប់ក្នុងដៃលីចាលោកីចាយអ្វីមិនតន់
រឿងរ៉ាវសត្វលោកពុំអាចរៀបរាប់ឲ្យបានគ្រប់សពគ្រប់វ័យជំនាន់ខ្ញុំសូមចូលរួមរំលែកទុកតន់ដោះភ័យអាសន្នតន់នៅជួបជុំកើតមកជាមនុស្សត្រូវគិតវែងឆ្ងាយតើយើងហូបបាយព្រោះដើម្បីអ្វីបើត្រឹមតែរូបគេឈ្មោះអប្រិយតើបានផលអ្វីសម្រាប់ថ្ងៃក្រោយដូច្នេះត្រូវតែរៀនអប់រំចិត្តសាងតែសុចរិតកំបីបណ្ដោយសន្សំបន្ទុកថ្ងៃមុខថ្ងៃក្រោយកុំឲ្យជាតិមនុស្សអស់ទៅទេ